ត្រឡប់ទៅអតីតកាលមួយសតវត្សមុនតើភ្នំបូកគោមានប្រវត្តិយ៉ាងណាខ្លះស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់ក្រសួងបរិស្ថានឧទ្យានជាតិព្រះមនីវង្សបូកគោទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងវិស័យទេសចរណ៍បរិស្ថានបេតិកភណ្ឌជំនឿក៏ដូចជាប្រវត្តិសាស្ត្រជាដើមខណៈដែលរមណីយដ្ឋានដ៏ពិសិដ្ឋមួយនេះគឺជាទីទស្សនាដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាមកច្រើនជាហូរហែឧទ្យានជាតិព្រះមនីវង្សបូកគោទៀតសោតក៏បានក្លាយជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅក្នុងប្រទេសកម្ពុជាក៏មានដែរនៅផុសតាងប្រវត្តិសាស្ត្រមួយចំនួនតាំងពីសម័យអាណានិគមនិយមបារាំងដែលបានបន្សល់ទុកនៅក្នុងអតីតព្រះរាជឧទ្យានមួយនេះឯកសារខ្លះបានបញ្ជាក់ថាភ្នំបូកគោត្រូវបានអ្នកស្រាវជ្រាវខ្មែរបារាំងដឹកនាំដោយលោក Rolus ឡើងទៅដល់កំពូលភ្នំនៅអំឡុងគ្រិស្តសករាជ1917ដោយពួកគេបានរកឃើញទីតាំងពិសេសជាច្រើនអមដោយបរិយាកាសអំណោយផលចំពោះសុខភាពក្រោមសម្ពាធបរិយាកាសត្រជាក់ស្រស់ស្រាយក្រោយពីរកឃើញទីតាំងមួយនេះហើយរាជការខ្មែរបានសហការជាមួយនឹងរាជការអាណានិគមបារាំងរៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយនៅក្នុងអំឡុងគ្រិស្តសករាជ1922ពួកគេក៏បានកសាងព្រះវិហារកាតូលិកឬ Church នៅអំឡុងគ្រិស្តសករាជ1928ដែលជាវិហារសាសនាគ្រិស្តដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាដោយសារកត្តាធម្មជាតិនិងអាកាសធាតុអំណោយផលដ៏ពិសិដ្ឋផងនោះសូម្បីតែព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សក៏ព្រះអង្គគាប់ព្រះរាជហឫទ័យជាខ្លាំងចំពោះរមណីយភាពនៅលើភ្នំបូកគោនេះដែរដោយព្រះអង្គបានកសាងព្រះរាជដំណាក់ជាច្រើនកន្លែងនៅលើភ្នំបូកគោនេះនៅក្នុងគ្រិស្តសករាជ1924លួងព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្សបានចេញព្រះរាជអង្គការឲ្យគេកសាងវត្តនិងព្រះវិហារព្រះពុទ្ធសាសនាមួយដោយក្រោយមកបានដាក់ឈ្មោះថាវត្តសំពៅ5ប្រវត្តិសាស្ត្របានសរសេរថាព្រះបាទស៊ីសុវត្ថិមុនីវង្សព្រះខន្តីចកោដ្ឋបានយាងសោយទីបង្គត់នៅក្នុងព្រះរាជដំណាក់លើភ្នំបូកគោនេះនាគ្រិស្តសករាជ1941ទំនងដោយសារព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្សដូច្នោះហើយទើបរាជការខ្មែរនាសម័យអាណានិគមបារាំងមានប្រសិទ្ធនាមនៅទីនោះថាឧទ្យានជាតិព្រះមនីវង្សបូកគោជាដរាបរៀងមកភ្ញៀវទេសចរនៅតែពេញនិយមទៅទស្សនានិងសម្រាកលំហែនៅរមណីយដ្ឋានភ្នំបូកគោរហូតដល់សម័យសង្គមរាស្ត្រនិយមប៉ុន្តែរហូតដល់ទសវត្សរ៍ទី60រមណីយដ្ឋានភ្នំបូកគោនេះត្រូវបានបោះបង់ចោលទៅដល់2លើកឯណោះក្នុងនោះលើកទី1នៅក្នុងឆ្នាំ1940និងលើកទី2នៅក្នុងឆ្នាំ1972នៅក្នុងឆ្នាំ1993រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកទីតាំងរមណីយដ្ឋានភ្នំបូកគោនេះបង្កើតជាឧទ្យានជាតិមួយឡើងមានឈ្មោះជាផ្លូវការថាឧទ្យានជាតិព្រះមនីវង្សបូកគោយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1993ដែលលែងប្រហោះហត្ថលេខាព្រះបាទសម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានកំណត់យកផ្ទៃដីនៃឧទ្យានជាតិភ្នំបូកគោនេះត្រឹម140,000 ហិកតាតែប៉ុណ្ណោះដោយបានទុកតំបន់ទ្រនាប់ជាច្រើនអន្លើទៀតសម្រាប់ប្រជាជនរស់នៅជុំវិញនៅទីនោះប្រមូលអនុផលធម្មជាតិនិងប្រកបកសិកម្មនេសាទជាដើមចាប់ពីបង្កើតជាឧទ្យានជាតិនោះមកនៅលើបរិវេណភ្នំបូកគោមាននៅសេសសល់សំណង់ចម្រុះរចនាបថបារាំងខ្មែរជាច្រើនដែលបន្សល់ទុកកាលពីសម័យអាណានិគមបារាំងចំពោះព្រះវិហារកាតូលិកដែលត្រូវបានកសាងឡើងនៅគ្រិស្តសករាជ1928នោះត្រូវបានក្រសួងបរិស្ថានបានប្រគល់ឲ្យសមាគមគ្រឹះបរិស័ទរៀបចំជួសជុលឡើងវិញនៅឆ្នាំ2017រីឯព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិមុនីវង្សក៏ត្រូវបានក្រុមហ៊ុនសុខាហូថែលជួសជុលកែលម្អជាសណ្ឋាគារផ្កាយ5តាមលំនាំដើមវិញផងដែរនៅឆ្នាំ2010គេបានកសាងរូបសំណាកលោកជ័យម៉ៅដ៏ធំមួយដែលមានកម្ពស់29 ម៉ែត្រដែលជារូបសំណាកខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក្រៅពីសំណង់សាសនានិងសម្បត្តិបេតិកភណ្ឌទាំងនេះភ្នំបូកគោក៏មានទស្សនីយភាពធម្មជាតិជាច្រើនទៀតដូចជាទឹកជ្រោះពពកវិលបឹងទឹកសាបវាលស្រែ100វាលស្រែ500
វាលផ្កាបំពង់ក្រឡោមដែលឃើញមានដុះតែនៅតំបន់អូសៀនជាតិនេះតែមួយគត់ជាពិសេសលើពីនេះទៅទៀតពពួកសត្វព្រៃនិងពពួកបក្សាជាច្រើនប្រភេទក៏មានវត្តមាននៅតំបន់នេះដែរដូចជាពពួកពីណូទូចឆ្លុះទន្សោងស្ទាំងកងកេងធំកងកេងតូចជាដើមសូមជម្រាបថាឧទ្យានជាតិព្រះមុនីវង្សបូកគោមានចម្ងាយប្រមាណជា46គីឡូម៉ែត្រពីទីរួមខេត្តកំពតឧទ្យាននេះមានរយៈកម្ពស់ចន្លោះពី570ដល់1075ម៉ែត្រពីនីវ៉ូទឹកសមុទ្រ